ចឹងវីដេអូដែលបងប្អូនទើបតែបានមើលគឺជាវីដេអូដែលផលិតចេញពី AI 100%តែម្ដងបាទអញ្ចឹងដើម្បីបើសិនជាបងប្អូនចង់ដឹងពីរបៀបធ្វើចឹងនេះខ្ញុំនឹងមករៀនបងប្អូនពីរបៀបធ្វើប៉ុន្តែមុននឹងចូលទៅកាន់វីដេអូសូមបងប្អូនកុំភ្លេចចុច Subscribe និងកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីដែលខ្ញុំនឹងផលិតជូនបន្តទៀតអូខេអញ្ចឹងដើម្បីផលិតជាប្រភេទ Cinematic Movie ដោយប្រើប្រាស់ AI ដំបូងគឺបងប្អូនត្រូវចូលទៅកាន់ Google ដែលបងប្អូនអាចប្រើប្រាស់ជាប្រភេទ subscription Google ដែលបងប្អូនបានបង្កើតកន្លងមកទៅព្រោះយើងដឹងថា Google គឺគេមាន free ឲ្យសម្រាប់ student រយៈពេល1ឆ្នាំតែនៅពេលដែលបងប្អូនមាន account ហ្នឹងហើយបងប្អូនអាចប្រើប្រាស់វាជាប្រយោជន៍បានយ៉ាងដើម្បីផលិតវីដេអូប្រភេទ cinematic movie ដូចដែលបងប្អូនបានឃើញស្រាប់នៅក្បាលវីដេអូចាំបងប្អូនទៅធ្វើដូចតាមខ្ញុំរបៀបនេះអញ្ចឹងដំបូងគឺយើងចូលទៅកាន់ Google Studio របស់ Google ចឹងក៏វាយ Google Studio មកដល់កន្លែង Google Studio ចុចវាមកចាំបើសិនជាបងប្អូនបង្កើតរូបភាពមួយវាប្រើប្រាស់រយៈពេលយូរអញ្ចឹងនៅក្នុង Google Studio បងប្អូនអាចបង្កើតរូបភាពច្រើនក្នុងពេលតែមួយបានហើយអ្វីដែលពិសេសសម្រាប់ការផលិតភាពយន្តបែប cinematic នោះគឺបងប្អូនត្រូវធ្វើយ៉ាងណាឲ្យវាមានតួអង្គដូចគ្នាគឺមានន័យថា consistent character ចឹងដើម្បីធ្វើឲ្យបានតួអង្គដូចគ្នាគឺបងប្អូនត្រូវចូលទៅកាន់នេះកន្លែង Gemini 2. បើសិនជាបងប្អូនមិនទាន់ដូរធ្លាប់បានដូរទេបងប្អូនប្រហែលជាឃើញ 2.5 បែបនេះតែបងប្អូនត្រូវដូរយកមក 2.0 យើងប្រើ 2.0 ដើម្បីយើងបានមុខងារ Gemini 2.0 Flash Preview Generation នេះអញ្ចឹងបងប្អូនគ្រាន់តែចុចយកកន្លែងហ្នឹងមកតែមកកន្លែង prompt បងប្អូនអាចវាយថា give me 10 images of cinematic movies where a woman of Cambodian descent is on an adventure to find a lost temple in the jungle ហេតទៅពីបងប្អូនវាយប្រមនេះហើយអ្វីដែលសំខាន់គឺបងប្អូនត្រូវបន្ថែមកន្លែងនេះមួយទៀតគឺ keep the character កន្លែងនេះគឺសំខាន់ដើម្បីឲ្យបងប្អូនទទួលបានតួអង្គដែលដូចគ្នាទាំងអស់នៅក្នុងគ្រប់ scene ទាំងអស់របស់ movie keep the character consistent អូខេអញ្ចឹងបានហើយបងប្អូនគាត់ទៅចុច run ទៅមក Google វានឹងធ្វើការ generate ឲ្យបងប្អូនហើយបងប្អូនគ្រាន់តែចាំបន្តិចទៅតែនេះគឺជា scene ទី1គឺប្រភេទនេះគឺជា scene ទី2គឺវានឹងបង្កើត scene ឲ្យយើងស្រាប់តែម្ដងអញ្ចឹងបងប្អូនគ្រាន់តែអាចយក download scene នីមួយទៅបង្កើតទៅជាវីដេអូទៅជាការស្រេចអញ្ចឹងជំហានបន្ទាប់គឺខ្ញុំនឹងបង្រៀនបងប្អូនអំពីរបៀបបង្កើតវីដេអូហើយបងប្អូនខ្លះប្រហែលជាចេះហើយពីរបៀបបង្កើតវីដេអូដែលយើងអាចប្រើប្រាស់ flow របស់ Google ក៏បានឬក៏យើងប្រើត្រឹមតែ VO2 ក៏បាន flow នោះគឺ VO3 ដែលមានទាំងសំឡេងមានទាំងវីដេអូប៉ុន្តែក្នុងករណីនេះយើងអាចប្រើតែ VO2 ក៏បានដែរដើម្បីកុំឲ្យយើងខាត credit ហើយរបៀបធ្វើ sound effect ខ្ញុំនឹងបង្ហាញបងប្អូនបន្តទៀតអញ្ចឹងបងប្អូនគ្រាន់តែចូលដល់ download យករូបភាពណាមួយហ្នឹងមក scene ទី1ហើយបងប្អូនចូលទៅកាន់ Google Studio ដូចដែរហ្នឹងទៅហើយបងប្អូនចូលមកកន្លែង generate image ចូលនៅកន្លែង generate image មួយនេះចូលមកហើយបងប្អូនរើសយក VO ហើយយើងត្រូវប្រើប្រាស់ត្រឹម VO2 ក៏បានដែរប៉ុន្តែបើសិនជាបងប្អូននៅ credit flow គឺបងប្អូនអាចប្រើ flow VO3 បានដោយបងប្អូនគ្រាន់តែបង្កើត project ជាមួយ flow មកខ្ញុំនឹងបង្ហាញបងប្អូនទៅធ្វើម៉េចដើម្បីឲ្យយើងដាក់រូបភាពហើយឲ្យវាបង្កើតជាវីដេអូឥឡូវខ្ញុំបង្ហាញកន្លែង Google សិនហើយដើម្បីកុំឲ្យខាតពេលអញ្ចឹងខ្ញុំគ្រាន់តែ upload រូបភាពចូលមក អ
បន្តែសម្រាប់បងប្អូនត្រូវដឹងថាសម្រាប់ VO2 របស់ Google គឺវាឲ្យយើងតែ5វីដេអូប៉ុណ្ណោះក្នុងមួយថ្ងៃអូខេអញ្ចឹងតទៅពីយើងអាប់ឡូតរូបភាពហើយមិនបាច់ទៅសេអីក៏បានដែរយើងគ្រាន់តែចុច run ទៅគឺវានឹងផលិតជា scene ទី1ឲ្យយើងតែម្ដងឬក៏នៅក្នុង flow នេះខ្ញុំទៅ flow វា load រៀងយឺតមកអាចបងប្អូនអាចចុចកន្លែង new project ហើយតទៅពីមកដល់កន្លែង new project នេះហើយបងប្អូនគ្រាន់តែដូរកន្លែងនេះពី tag to video ទៅជា frame to video ហើយបងប្អូនធ្វើការ upload រូបភាពរបស់បងប្អូនចូលទៅដល់មកវានឹងផលិតជាវីដេអូឲ្យបងប្អូនតែម្ដងអូខេឥឡូវយើងរងចាំមក play ទៅគឺការបង្កើតជាវីដេអូគឺបងប្អូនត្រូវរងចាំយ៉ាងហោចណាស់ក៏60 second ឬក៏1នាទីដែរអូខេឥឡូវវីដេអូយើងបានហើយនេះបងប្អូនអាចចុចមើលបានអូខេគឺរស់រវើកមែនទែនសម្រាប់ Google តែការងារបន្ទាប់គឺយើងធ្វើម៉េចគឺយើងត្រូវដាក់ sound effect អូខេអញ្ចឹង sound effect គឺយើងចូលទៅកាន់នេះ link មួយនេះដែលខ្ញុំដាក់នៅលើអេក្រង់មួយនេះគឺ video to effect អញ្ចឹងដើម្បីបាន sound effect បងប្អូនគ្រាន់តែធ្វើការ upload វីដេអូរបស់បងប្អូនឡើងមកអញ្ចឹងវីដេអូដែលយើងទៅ generate បានមិញហ្នឹងគឺបងប្អូនគ្រាន់តែ upload វាមកវានឹងធ្វើការ analyze វីដេអូបងប្អូនហើយវានឹងផលិតជា sound effect ឲ្យយើងតែម្ដងអញ្ចឹង website មួយនេះគឺវាងាយស្រួលតែបើបងប្អូនប្រើ VO3 គឺវា VO3 នឹងផលិតជាសំឡេងឲ្យបងប្អូនតែម្ដងអូខេអញ្ចឹងយើងគ្រាន់តែពិនិត្យមើលសំឡេងនឹងមកគួយលេងទឹកនោមណាអញ្ចឹងមកបងប្អូនគ្រាន់តែធ្វើការ download យ៉ាងមកយើងនឹងទទួលបានទាំងវីដេអូទាំងសំឡេង sound effect នឹងតែម្ដងអូខេអញ្ចឹងបន្ទាប់ពីបងប្អូនបានវីដេអូហ្នឹងហើយបងប្អូនជួយទៅធ្វើការកាត់តហើយដាក់វាចូលគ្នាបង្កើតទៅជាសាច់រឿងតែម្ដងអញ្ចឹងវីដេអូយើងចប់តែប៉ុណ្ណេះសូមអរគុណបាយបាយ